រុស្ស៊ីវាយប្រហារទីតាំងថាមពលរបស់អ៊ុយក្រែនដែលសម្លាប់មនុស្សចំនួន6នាក់ទីក្រុងគៀវអាជ្ញាធរអ៊ុយក្រែនបានប្រកាសនៅថ្ងៃអង្គារនេះថាកងកម្លាំងរុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់6នាក់និងបង្ករបួសដល់មនុស្សរាប់សិបនាក់ផ្សេងទៀតព្រមទាំងកុមារនិងស្ត្រីមានផ្ទៃពោះនៅក្នុងការវាយប្រហារលើទីតាំងថាមពលនិងតំបន់ស៊ីវិលនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីលោក Volodymyr Zelensky បានលើកឡើងថាការទម្លាក់គ្រាប់បែកចុងក្រោយនេះបានធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពដោយលោកបានសរសេរនៅលើបណ្ដាញសង្គមថារាល់ការវាយប្រហារបែបនេះរបស់រុស្ស៊ីគឺបំផ្លាញកិច្ចការទូតដែលកំពុងបន្តនិងធ្វើឲ្យចុះខ្សោយកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូដែលកំពុងជួយបញ្ចប់សង្គ្រាមនេះនៅតំបន់អេឌីសាការវាយប្រហារដោយដ្រូនជាង50គ្រឿងបានសម្លាប់មនុស្សចំនួន2នាក់និងរបួសចំនួន32នាក់ក្រុមហ៊ុនថាមពល DTEK បាននិយាយថាកន្លែងរបស់ខ្លួនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរគួរបញ្ជាក់ថាក្រសួងការពារជាតិរុស្ស៊ីក៏បានប្រកាសពីការដណ្ដើមបានភូមិចំនួន2ទៀតផងដែរនៅតំបន់សាប៉ូរីហ្សៀនិងខាខេវខណៈដែលសង្គ្រាមជិតឈានចូលដល់ខួបទី4ឆ្នាំ